តើអ្វីទៅជាការរចនាវ័យក្មេងសូមពិនិត្យមើលស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសដែលគេបោះបង់ចោលដែនដីផ្កាយដំបូង1 2 3តារាដំបូងបង្អស់ថាដូសារ៉ាហ៊ុនក៏បានចាប់ផ្ដើមការបះបោរមួយហើយបានចាញ់ក៏បេះដូងនៃស្មារតីទឹកកកត្រូវបានធ្វើឲ្យអសកម្មហើយរាល់មានរបស់គាត់បានបាត់ទៅវិញឥឡូវនេះវាទេទាំងស្រុងហើយគ្មានមនុស្សរស់នៅដែនដីផ្កាយទី2 3បន្ទាប់ពីផ្កាយ Master Conyers បានស្លាប់អ្នកក្រោមបង្គាប់របស់គាត់ត្រូវបានទុកឲ្យស្រឡាំងកាំងនិងធ្វើឲ្យមានភាពវឹកវរដែនដីផ្កាយទី3តារា Master Raster គូកំពុងត្រូវបានប្រើជាដំបងរន្ទះតែអ្នកក្រោមបង្គាប់របស់គាត់គួរតែត្រូវបានដាក់ទណ្ឌកម្មចំពោះការក្បត់ជាតិដែរឬទេទឹកដីផ្កាយទី4ជាកម្មសិទ្ធិរបស់ពស់មួយដែលមានឈ្មោះថា Chofield នៅក្នុងហ្គេមគាត់គឺជាចរិតស្មោះត្រង់ជាងការសំណល់នៃដែនដីដែលមានផ្កាយទី2និងអ្នកស្រុកនៃដែនដីផ្កាយទី4ប្រហែលជាអាចគៀកោបានយ៉ាងងាយស្រួលទោះយ៉ាងណាយើងមិនអាចគ្រាន់តែកោះហៅពួកគេទាំងអស់បានទេប្រសិនបើយើងបង្កើនកម្លាំងពលកម្មរបស់យើងលឿនពេកយើងនឹងបញ្ចប់ដោយមាត់ច្រើនពេកដើម្បីចិញ្ចឹមយើងនឹងត្រូវពង្រីកបន្តិចម្ដងរហូតដល់ការប្រមូលផលបន្ទាប់បណ្ដាញអារក្សពួកគេបានចាប់ផ្ដើមដំណើរការអាហារខ្នាតធំតាមដែលបានបញ្ជាទិញល្អសូមអរគុណសម្រាប់ការខិតខំនេះគ្រប់គ្រងសម្បត្តិអាហារដោយប្រុងប្រយ័ត្នដូចគ្នានេះផងដែរខ្ញុំបានផ្ដល់បទពញ្ញរងចាំដល់ទឹកដីនីមួយតើពួកគេបានអនុវត្តតាមទេខ្ញុំលែងជឿជាក់លើបុរសទាំងនោះទៀតហើយដែនដីផ្កាយទី4មិនឆ្លើយតបទេជិះតើមានអ្វីឥឡូវនេះតើអ្នកចង់មានន័យអ្វីពួកគេមិនបាននិយាយច្រើនទេអ្វីអ្នកមិនបានសួរថាហេតុអ្វីសួរអ្នកណាយីស្តើអ្វីទៅជាការស៊ើបការសម្ងាត់ជីមធ្យមរបស់អារក្សទាំងនេះខ្ញុំចង់ដឹងថាហេតុអ្វីបានជាមេផ្កាយ47កំពុងមិនអើពើនឹងពាក្យបញ្ជារបស់ខ្ញុំមានតែអ្នកបម្រើមួយចំនួនប៉ុណ្ណោះដែលនៅសល់នៅលើទឹកដីផ្កាយទី4វាពិតជានៅទេតើអ្នកបានសួរអ្នកបម្រើទេដូច្នេះអ្នកមិនទាំងដឹងថាហេតុអ្វីបានជាវាទេរំខានដូច្នេះការនិយាយជាមួយគាត់គឺដូចជាការដោះស្រាយជាមួយនឹងជំនួយការរដ្ឋបាលដែលគ្មានប្រយោជន៍ទាំងស្រុងទោះបីជាឥរិយាបថរបស់គាត់មានភាពប្រសើរឡើងក៏ដោយក៏គាត់នៅតែជាអារក្សរបស់ព្រះម្ចាស់ដែរគឺគួរឲ្យស្អប់ខ្ពើមនិងមិនគួរឲ្យទុកចិត្តដូចមុនសូម្បីតែប្រសិនបើ100000ឆ្នាំកន្លងផុតទៅនោះនឹងមិនមានមុខមាត់ដែលអ៊ូអរជារបស់ព្រះម្ចាស់ទេឲ្យតើមានអ្វីកើតឡើងប្រសិនបើមានមុខរបស់អ៊ូគីតផ្សេងទៀតខ្ញុំគួរតែវីអ្នកឡើងខ្ញុំនឹងនិយាយជាមួយពួកគេតើអ្នកបម្រើបានប្រាប់អ្នកពីអ្វីទេតើផ្កាយទី4បានទៅណាអូល្អណាស់គាត់បានចោទប្រកាន់ទៅលើទឹកដីរបស់មនុស្សគាត់បាននិយាយថាគាត់នឹងប្រមូលសាកសពមនុស្សហើយផ្ដល់ជូនពួកគេថាជីកំប៉ុស្តហើយយីកវ៉ាត់យោងទៅតាមគ្រោងរបស់ហ្គេមនេះនៅពេលដែលបិសាចលុកលុយការភ្ញាក់ខ្លួនបុរាណភ្ញាក់ដឹងខ្លួនហើយរំកិលដើម្បីបំបត្តិចោលពួកគេនោះមានន័យថាប្រសិនបើយើងមិនលុកលុយទេ Paladin នឹងមិនវាយប្រហារយើងទេមានពេលខ្លះបានកន្លងផុតទៅហើយដែលគីមឈីមិនបានបង្ហាញទេដូច្នេះខ្ញុំគិតថាទ្រឹស្ដីរបស់ខ្ញុំគឺត្រឹមត្រូវប៉ុន្តែប្រសិនបើម្ចាស់ផ្កាយទី4ចាប់ផ្ដើមវាយប្រហារមនុស្សចាស់គីមឈីកំពុងមកហើយបិសាចអើយតើអ្នកនឹងទៅណាដើម្បីបញ្ឈប់ Master ផ្កាយទី4ចុះយ៉ាងណាចំពោះការពង្រឹងវិញខ្ញុំនឹងទៅតែម្នាក់ឯងវាលឿនជាងផ្លូវនេះខ្ញុំបានយកឈ្នះលើចំណតរថយន្តហើយបានទៅដល់កម្រិតគ្រាប់ពូជម៉ាណា4គ្រាប់ម៉ាណាអាហារូបត្ថម្ភប្រមូលផ្ដុំ Dexterity 160ផ្លូវកាត់ក្រឡោតបានធ្វើឲ្យសកម្មការប្រើប្រាស់ធនធានទាំងអស់បង្កើនល្បឿនអត្តបលម៉ានៅក្បែរទឹកដីដែលគេបោះបង់ចោលរបស់ពួកបិសាចពំនៃជីវិតដែលភ្នូររបស់ Paladin ស្ថិតនៅលើដីដែលគេបោះបង់ចោល Kimchi បានទទួលយក Revenge និងក្រុមទំនើងនៅឯភូមិដីធ្លីដែលមាននិរទេសដោយគ្មានម្ចាស់ដីគ្មានម្ចាស់ហើយបន្ទាប់មកបាននៅយ៉ាងខ្លីនៅក្នុងភូមិនិរទេសខ្លួនទៅបន្តិចបន្ថែមទៀតពីទីនោះព្រំដែនរវាងអារក្សនិងមនុស្ស Fort Margaret ហ៎តើនោះជាអ្វីប្រេសិតមកពី Ezrahani ត្រឡប់មកវិញទីហ៊ានទាំងអស់ត្រូវបានបាត់បង់មានតែអ្នកបម្រើអាក្រក់ប៉ុណ្ណោះដែលជាអ្នកចម្លែកម្នាក់ដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមកសូមអរគុណចំពោះការខិតខំរបស់អ្នកចុះយ៉ាងណាចំពោះពួកទីហ៊ានដែលអំដំណើរអ្នកគឺមេបញ្ជាការយើងបានរត់ចូលទៅក្នុងបិសាចហើយពួកគេមិនបានធ្វើវាទេយើងក៏មិនអាចចូលទៅជិតទឹកដីរបស់អារក្សបានដែរព្រះរាជក្រឹត្យដើម្បីក៏ស្វែងរកដីពិសេសគឺជាបេសកកម្មពិសេសជារឿយត្រូវបានអនុវត្តប៉ុន្តែតែងតែលះបង់
ពួកគេបានយំសម្រាប់អ្នកចម្បាំងដ៏ល្អទាំងអស់ឥឡូវសូមចូលមកហើយសម្រាប់សូមអរគុណអ្នកបញ្ជាការ Volkos ក៏បា9មនុស្សនេះគឺជាមនុស្សម្នាក់ដែលខ្ញុំបានជួបនៅលើដីដោយគ្មានម្ចាស់ទ្រង់បានសង្គ្រោះខ្ញុំនៅពេលខ្ញុំរងរបួសតើអ្នកបានភ្លេចទេលោក Ezrahan មានតែអ្នកដែលបានចាក់ចេញឆ្លងកាត់ច្រកទ្វារនេះអាចចូលម្ដងទៀតអូខ្ញុំវាហាក់ដូចជាមានការយល់ច្រឡំខ្ញុំមិនស្នើសុំឲ្យអ្នកអនុញ្ញាតឲ្យគាត់ដោយឥតគិតថ្លៃទេអ្នកមានដុំដែកដំឡងបារាំងជាមួយនឹងទាំងមុខនិងបេះដូងរបស់អ្នកមេសេពិនកូនរបស់អ្នកនិងកូនរបស់អ្នកនឹងរស់នៅវេទនារបស់វេទនាដូចអ្នកដែរដោះអាវធំរបស់អ្នកប្រសិនបើខ្ញុំរកឃើញសំបីតែរឿងគួរឲ្យសង្ស័យមួយខ្ញុំនឹងប្រតិបត្តិអ្នកនៅនឹងកន្លែងឥឡូវនេះអ្វីទាំងអស់ស្ថិតនៅក្រោមសម្លៀកបំពាក់ដែលគួរឲ្យសង្ស័យ100ពួកគេកំពុងមកហើយពួកគេកំពុងមកហើយ71ឆ្នាំអារក្សវាគឺជាភ្នែករបស់បិសាចសម្រាប់ពួកគេសូមធ្វើសូមមេត្តាការវាយប្រហារមិនវាយប្រហារមិនវាយប្រហារមិនមែនទេទាំងអស់បានប្រាប់ហើយអារក្សបានស្លាប់តើអ្វីទៅជាថ្ងៃដ៏ស្រស់ស្អាតអូ2.0ខ្ញុំបានចោទប្រកាន់យ៉ាងខ្ពង់ខ្ពស់ក្នុងការប្រយុទ្ធប្រហែលជានៅក្នុងការចាប់បដិសន្ធិថ្មីលើកទី19របស់ខ្ញុំការចងចាំក្នុងការសម្លាប់ម្ដងហើយម្ដងទៀតគ្រាន់តែជាការកោះហៅរបស់កាត់បកិច្ចដែលបានបង្កប់ព្យាយាមធ្វើឲ្យខ្ញុំប្រយុទ្ធម្ដងទៀតប្រសិនបើ Lord Rivage មិនបានទាញខ្ញុំត្រឡប់មកវិញទេខ្ញុំនឹងបញ្ចប់ការប្រយុទ្ធគ្នាដូចជាវាជាធម្មជាតិប៉ុណ្ណោះវូ4ប៉ុន្តែអ្នករាល់គ្នានៅទីនេះញាប់ញ័រដោយភ័យខ្លាចនៅពេលខ្លះដូចនេះប្រហែលជាខ្ញុំគួរតែប្រយុទ្ធច្រកទ្វារកំពុងដួលរលំសម្រាប់ពួកគេទាំងអស់ខ្ញុំនឹងសម្លាប់ពួកគេហើយប្រែក្លាយពួកគេទៅជាជីកាត់ស្ពានខាងក្រោយប៉ុន្តែវិធីណាមួយដែលយើងនឹងស្លាប់នៅទីនេះយើងមិនអាចអនុញ្ញាតឲ្យបិសាចតែមួយទទួលបានទៅស្រុកកំណើតរបស់យើងច្រកទ្វារសំខាន់ត្រូវបានរំលោភបំពានហើយកាត់ស្ពានខ្ញុំទើបតែឮសំឡេងផ្ទុះពីស្ពានកាន់តែជិតស្និទ្ធបន្ទាប់មកតើនេះមានន័យថាយើងកំពុងស្លាប់នៅទីនេះទេខ្ញុំមិនទាន់រៀបការបានទេកុំជូរចត់ខ្លាំងណាស់អំពីវាតុក្កតាទោះបីជាអ្នកធ្វើឲ្យវានៅរស់ក៏ដោយអ្នកនឹងមិនអាចរៀបការបានទេនេះបានអាសូនៅក្នុងជីវិតបន្ទាប់របស់ខ្ញុំនឹងកើតមកដ៏ថ្លៃថ្នូរហើយធ្វើឲ្យអ្នកទៅឆ្អឹងអេនោះរបស់ខ្ញុំខុញបូរេសម្លៀកបំពាក់របស់គាត់តើមានអ្វីកើតឡើងចំពោះសម្លៀកបំពាក់ទាំងនោះនេះគឺជាវិធីចម្លែកពេកខ្ញុំមិនចង់ប្រយុទ្ធនឹងអ្នកទេក្រោកឈរឡើងអ្នកស្ថិតក្នុងស្ថានភាពគួរឲ្យអស់សំណើចហើយអ្នកកំពុងព្យាយាមបញ្ជាទិញតើអ្នកគិតថាអ្នកអាចធ្វើអ្វីបានប្រសិនបើខ្ញុំបដិសេធអ្នកបន្ទាប់មកហើយខ្ញុំនឹងសម្លាប់ពួកគេទាំងអស់នៅចុងបញ្ចប់តើនេះជាជំរើសតែមួយគត់របស់ខ្ញុំទេប្រសិនបើវាជាជោគវាសនារបស់ខ្ញុំនឹងទទួលយកវាតើអ្វីទៅជាថ្ងៃដ៏ស្រស់ស្អាតតើគាត់គ្រាន់តែនិយាយថាក៏ពិតព្រះម្ចាស់ទេតើវាជាបិសាចព្រះម្ចាស់ដែលបានមកដល់ហើយឬនៅមើលទៅគាត់កំពុងនិយាយអ្វីមួយវាឆ្ងាយណាស់ដែលបានហៀលការសន្ទនារបស់ពួកគេ
នោះគឺជាឈ្មោះនៃប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រមែនទេខ្ញុំមិនបានសួរទេព្រោះខ្ញុំធ្វេសប្រហែសវាគ្រាន់តែជាការបញ្ជាក់ចុងក្រោយក៏ប៉ុណ្ណោះសូម្បីតែកុំព្យូទ័រអ្វីគាត់បានគិតរួចហើយគាត់ពិតជាប្រាកដណាស់ប្រសិនបើខ្ញុំនៅតែគង់ទន្លេខ្ញុំនឹងទទួលបាន100ដំបូងអ្វីដែលល្អបំផុតដែលខ្ញុំអាចធ្វើបានឥឡូវនេះគឺគ្រាន់តែនេះប៉ុណ្ណោះក្នុងអានីស្ត្រីរបស់គាត់មិនដឹងពីរបៀបប្រតិកម្មទេតើនេះជាការគំរាមកំហែងថ្មីរបស់បណ្ដាញរបស់អារក្សទេតើអ្នកកំពុងធ្វើអ្វីខ្ញុំកំពុងធ្វើខមហាធ្នូគឺវាជាកាយវិការដែលបង្ហាញពីការដឹងគុណឬការសុំទោសបំផុតខ្ញុំនឹងអារក្សពិតជាគ្មានចេតនាចង់លុកលុយពិភពលោកមនុស្សទេពស់ដែលអ្នកក្រោមបង្គាប់បានដើរចេញដោយខ្លួនឯងហើយខ្ញុំបានប្រញាប់ប្រញាល់នៅទីនេះដើម្បីបញ្ឈប់គាត់អ្នកគិតថាខ្ញុំនឹងជឿពាក្យរបស់បេសាចទេសូមជឿខ្ញុំនឹងសុំទោស10 ដងរហូតដល់ស្នែងទាំងនេះអស់កម្លាំងជំហរដូចគោដែលគំរាមកំហែងដោយទឹកភ្នែកឡើងដោយការរំពឹងទុករបស់បេសាចព្រះម្ចាស់ខ្ញុំត្រូវតែមើលទៅគួរឲ្យអាណិតនិងគួរឲ្យអាម៉ាស់មុខប៉ុន្តែប្រសិនបើខ្ញុំមិនធ្វើដូច្នេះទេដែលពួកអារក្សទាំងអស់នឹងស្លាប់អ្នកគឺជាអ្នកដឹកនាំដែលទទួលខុសត្រូវអ្នកពិតជាបានចុះពីលើជង្គង់របស់អ្នកដោយសារតែមាននរណាម្នាក់បានប្រាប់អ្នកគិតថារឿងនេះនឹងបញ្ចប់ដូចនោះទេតើខ្ញុំគួរញញែនៅចំណាត់ថ្នាក់របស់អ្នកដែរឬទេខ្ញុំសុំទោសសេរីខ្ញុំនឹងធ្វើឲ្យប្រកាសថារឿងនេះមិនដែលកើតឡើងម្ដងទៀតទេសូមអត់ទោសឲ្យខ្ញុំដូចពេលនេះដើម្បីជាប្រយោជន៍ដល់ប្រជាជនរបស់ខ្ញុំរីករាយនឹងស៊ូទ្រាំនឹងភាពអាម៉ាស់ណាមួយវាគ្មានប្រយោជន៍ទេបិសាចលោកអារក្សខ្ញុំមានដើម្បីសម្លាប់អ្នកខ្ញុំនឹងសម្លាប់អ្នកឥឡូវនេះហើយបន្ទាប់មកពួកបិសាចដែលនៅសល់បុរសនេះគឺជាវឹមគាត់ត្រូវបានគេបោះក្បាលរបស់គាត់នៅលើដីយ៉ាងពិតប្រាកដ10 ដងរាល់ដងបន្ទាប់មកគាត់សម្រាក1 វិនាទីវាមានអារម្មណ៍ថាស្ញាំចាយការកោះហៅកាត់ប្រកិច្ចគឺតែងតែ10 ដងសូម្បីតែនៅពេលស្វែងរកទឹកដីរបស់អារក្សក៏ដោយគាត់តែងតែស្វែងរកក្នុងឈុត10សូម្បីតែមុនពេលលោតចូលក្នុងអន្ទាក់គាត់តែងតែរាប់ដល់10ដោយគ្មានការបរាជ័យ1 2 4 5អសហើយសូម្បីតែនៅពេលដែលជ្រើសរើសយកភាពកខ្វក់ដោយគ្មានន័យ10 ដងរាល់ដងខ្ញុំពិតជាធ្ងន់ធ្ងរណាស់សុំទោសសុំទុកយើងសុំទុកខ្ញុំហើយគំរូនៃការនិយាយនេះគឺមិនមានភាពមិនផ្លាស់ប្ដូររបស់ព្រះម្ចាស់ហេតុអ្វីបានជាការកោះហៅរបស់កាត់ប្រកិច្ចមកមុនខ្ញុំក្នុងទម្រង់ជាបិសាចព្រះម្ចាស់បញ្ឈប់វាខ្ញុំជិតស្និទ្ធនឹងការសម្លាប់អ្នកសូមអរគុណច្រើនខ្ញុំនឹងមិនភ្លេចព្រះគុណនេះពេញមួយជីវិតរបស់ខ្ញុំទេកងទ័ពរបស់អារក្សបានដកថយរត់យ៉ាងលឿនមនុស្សគ្រប់គ្នាបានធ្លាក់ចុះត្រឡប់មកវិញតែចេញមកក្រៅកន្លែងតើមានអ្វីកើតឡើងគ្មានតម្រុយលោកអារក្សរបស់ព្រះម្ចាស់មានព្រះបន្ទូលដូច្នេះហើយយើងកំពុងតែធ្វើវាជាងវាខ្ញុំយល់ថានេះមិនមែនជាឆន្ទៈរបស់អ្នកទេប៉ុន្តែការសម្រេចចិត្តដោយខ្លួនឯងប៉ុន្តែប្រសិនបើអ្នកបង្ហាញវាម្ដងទៀតនៅក្នុងពិភពមនុស្សអ្នកជឿថាខ្ញុំនឹងសម្លាប់អ្នកលោកស៊ីមឈីងមានវ័យចំណាស់តើមានអ្វីកើតឡើងចំពោះអ្នកយើងមានការព្រួយបារម្ភនៅពេលអ្នកបាត់ខ្លួនភ្លាមមានការប្រយុទ្ធមួយការលើកលែងទោសអ្នកបានប្រយុទ្ធប្រឆាំងនឹងអារក្សដ៏គួរឲ្យភ័យខ្លាចរបស់អ្នកដែលគួរឲ្យភ័យខ្លាចតើអ្នកពិតជាលោក Sir Gride Kimchi មែនទេ
យើងទាំងអស់គ្នាបានឃើញវាតែអ្នកបានវាអារៈរបស់អ្នកនៅក្នុងចលនាមួយហើយធ្វើឲ្យអ្នកដទៃលុតជង្គង់សូមអភ័យទោសចំពោះការត្រេកត្រអាក់ស្រឡះរបស់ខ្ញុំមុននេះនោះគឺជាអ្នកខ្ញុំដឹងថាអ្នកខ្លាំងប៉ុន្តែចំពោះអ្នកដែលមានវ័យចំណាស់ជនជាតិគីមឈីដែលបានការពារបន្ទាយខ្ញុំបានស្រែកប្រញាប់ទីបំផុតខ្ញុំបានរួចផុតពីវត្តនេះខ្ញុំបានគិតពីពួកគេដែលមានអ្នកស្លាប់2នាក់នៅក្នុង3នាក់ដីដែលគេបោះបង់ចោលគឺជាតំបន់ផ្កាយដែលមានព្យុះ75ទីបំផុតយើងនៅទីនេះហើយអូតាមក្រុមដ៏ធំមួយត្រូវការជារៀងរហូតឥឡូវត្រឡប់ទៅប្រាសាទឬផ្ទះរបស់អ្នកវិញឬអ្វីផ្សេងទៀតហើយស្នាក់នៅប្រសិនបើអ្នកលុកលុយអាណាចក្ររបស់មនុស្សម្ដងទៀតខ្ញុំនឹងសម្លាប់អ្នកទាំងអស់គ្នាទទួលបានវាយើងគ្រាន់តែធ្វើវាព្រោះលោកម្ចាស់តាធូបានផ្ដល់បទបញ្ជាដល់យើងខ្ញុំមិនចង់ឮលេសណាមួយទេត្រឡប់ទៅផ្ទះវិញឥឡូវនេះខ្ញុំកំពុងតាមដានផ្លូវទីដៃរបស់ហ្គេមដូច្នេះមិនមានកន្លែងសម្រាប់ប្រើជំងឺរលូនឬផ្លូវកាត់ទេហើយវាបានចំណាយពេលយូរជាងនេះខ្ញុំត្រូវការប្រញាប់និងត្រួតពិនិត្យដំណាំដំឡូងដ៏ធំអណ្ដូងដែលត្រូវបានគេបោះបង់ចោលប្រសិនបើមានតែរឿងនោះទេដែលនៅតែធ្វើការធ្វើដំណើរនឹងមិនឈឺចាប់បែបនេះទេវាជាប្រព័ន្ធដែលគ្រប់គ្រងថាមពលនិង Warps ខ្ញុំបានឆែកក្រុមរបស់ពួកគេគ្រាន់តែក្នុងករណីប៉ុន្តែមិនមាននរណាម្នាក់ធ្វើការទេខ្ញុំចង់ធ្វើឲ្យប្រមានផងដែរខ្ញុំគិតថាវានឹងមិនដំណើរការទេពីព្រោះខ្ញុំមិនមែនជា Paladin ទេដោយសារតែការជួបរបស់អ្នកជាមួយ Paladin ដែលជាប្រព័ន្ធឈ្មោះថ្មីត្រូវបានដោះសរកវត្តតាមរយៈអណ្ដូងដែលបានបោះបង់ចោលបានដោះសរអណ្ដូងទាំងអស់ដែលអ្នកបានមកទស្សនាតាំងពីអ្នកបានមកពិភពលោកនេះឥឡូវត្រូវបានធ្វើឲ្យសកម្មតើអ្នកចង់ទៅណាបាតចាស់នៅក្រោមដីនៃប្រាសាទនេះរងចាំតើកន្លែងនោះត្រូវបានបំផ្លាញហើយឬនៅអណ្ដូងនៅតែដដែលមិនអីទេយកខ្ញុំនៅទីនោះសង្គ្រាមថ្វាយព្រះនៅក្រោមដីរបស់ប្រាសាទរបស់អារក្សហេជាមួយនេះបានខូចមួយនេះផងដែរខ្ញុំគិតថាខ្ញុំនឹងត្រូវបោះបង់ចោលសូមឲ្យមានត្រឹមតែឧបករណ៍ធ្វើកសិកម្មដែលមានមុខងារតែមួយប៉ុណ្ណោះចេកមាគរបស់ក្រពះរបស់ខ្ញុំនៅខាងក្រៅអ្នកមិនអាចដឹកជញ្ជូនខ្ញុំថ្នមក្នុងការប្រកួតបានទេជាការប្រសើរណាស់អាចមកនេះបានឆ្ងាយនេះជាមួយនឹងការក្អួតតែមួយប៉ុណ្ណោះគឺការចរចាមួយមិនអីទេពេលវេលាចាប់ផ្ដើមហើយតោះដាំដំឡូងធំមិនថាខ្ញុំបានឃើញវាប៉ុន្មានដងទេនេះពិតជាមិនគួរឲ្យជឿការសម្អាតដោយ Hardtop ត្រូវបានបញ្ចប់នេះជាអ្វីហេតុអ្វីបានជាមានអារម្មណ៍ថាមានរងចាំដែនវាមិននៅទីនេះសំបីតែមួយនេះពួកគេបានបាត់បង់ហើយតើមានបញ្ហាជាមួយដំឡូងទេដំឡូងធំទាំងនេះកុំពន្លកគ្មានពន្លកមានន័យថាពួកគេនឹងមិនរីកចម្រើនទេត្រឹមត្រូវហើយដំឡូងទាំងនេះពួកគេក្រៀវប្រាសាទអារក្សបុរាណជាបណ្ដោះអាសន្នដូច្នេះសំបីតែអ្នកដាំដំថ្មល្ពៅដ៏ធំទាំងនេះគ្មានអ្វីដែលនឹងកើតឡើងពីពួកគេទេពួកគេត្រូវបានផ្លាស់ប្ដូរហ្វេនតាមរបៀបខុសពីធម្មជាតិដូច្នេះជាលទ្ធផលពួកគេបានបាត់បង់សមត្ថភាពបន្តពូជរបស់ពួកគេហើយក្លាយជាអ្នកផ្លាស់ប្ដូរអ្នកមានន័យថាយើងមិនអាចញ៉ាំវាបានទេល្ងីល្ងើពួកគេកំពុងនិយាយថាយើងមិនអាចដាំពួកគេបានទេនៅពេលដែលយើងញ៉ាំអ្វីគ្រប់យ៉ាងដែលយើងមានឥឡូវនេះវាចប់ហើយទោះយ៉ាងណាយើងមិនដែលពឹងផ្អែកលើដំឡូងជារៀងរហូតទេពួកគេងាយរងគ្រោះដោយសារជំងឺហើយនៅពេលពួកគេឆ្លងមេរោគដំណាំទាំងមូលត្រូវបានបំផ្លាញយើងតែងតែនឹងត្រូវដាំអ្វីផ្សេងទៀតនៅទីបំផុតតើមានអ្វីទៀតដែលមាននៅក្នុងទឹកដីនេះក្រៅពីដំឡូងគ្មានអ្វីទេខ្ញុំស្គាល់កន្លែងដែលមានគ្រាប់តោនមកដាំតើគាត់អាចមានន័យថាបានទេដីមួយហូរហៀជាមួយដំណាំទឹកដីរបស់មនុស្សការលុកលុយការប្រកបវាគឺជាសង្គ្រាមម្ដងទៀតជីស្គ្រាន់តែកាន់មួយវិនាទីអ្នកល្ងងគ្មាននរណាម្នាក់ស្អប់សង្គ្រាមច្រើនជាងនេះទេ
បិសាចព្រះអម្ចាស់ Zephyros ចាប់ផ្ដើមសាងសង់ក្រុមហ៊ុន Chingoya ភ្លាមៗនៅទីនេះនឹងជួយជាមួយកសិកររបស់លោក Hartog និងជួយគាត់ឲ្យគ្រប់គ្រងពួកគេ Sergio Bell Asherat និងឯយើងនឹងទៅទឹកដីរបស់មនុស្សលក់ផ្កាឈូកនិងប្រើប្រាក់ដើម្បីទិញគ្រាប់ពូជមានអាយុគីមឈីដរាបណាយើងមិនរត់ចូលទៅក្នុងទ្រង់វានឹងមិនអីទេហើយទោះបីយើងធ្វើក៏ដោយខ្ញុំមានផែនការទៅពិភពមនុស្សដើម្បីលក់ Chins អ្នកបានបាត់បង់គំនិតរបស់អ្នកហើយយកចិត្តទុកដាក់ពន្យល់ពីមូលហេតុដែលខ្ញុំថែមទាំងត្រូវស្ដាប់សំហេតុសំផលបែបនេះគ្រាន់តែក្រឡេកមើលអារក្សដ៏អស្ចារ្យបីនៅលើខ្លួនមេតបនៅស្ថានសួគ៌ដែលត្រូវបានបញ្ជាឲ្យទៅមួយមើលទៅដូចជាបិសាចមួយតាមទស្សនៈរបស់មនុស្សពួកគេកំពុងដើរទង់ក្រហមមួយទៀតមើលទៅដូចជាឃាតករស៊ីរៀលដែលមានពណ៌ស្បែកមិនអាចទៅរួចហើយរូបរាងចុងក្រោយដូចកូនកាត់មនុស្សដែលមានជាតិពង្រេកស្លេកដែលមានជាតិពង្រេកដោយសារតែជំងឺរលាកក្រពះពោះវៀនប្រសិនបើមនុស្សបានឃើញពួកគេប្រកាសជាស្រែកថាពួកគេជាអារក្សហើយវាយប្រហារពួកគេខ្ញុំគ្រាន់តែនិយាយការពិតប៉ុណ្ណោះតោះគិតអំពីសំហេតុផលនេះយើងកំពុងមានសន្និដ្ឋានហើយអ្នកនឹងមានន័យថាយើងក៏អាចសម្លាប់អ្នកបាននៅទីនេះដែរ Sephiroth គឺត្រឹមត្រូវអំពីរឿងមួយអ្នកទាំងអស់គ្នាមើលទៅចម្លែកមានតែខ្ញុំមើលទៅធម្មតាទេគ្មានវិធីណាទេអ្នកមើលទៅមានបិសាចបំផុតនៅទីនេះមិនរំពឹងថាការយល់ដឹងអំពីខ្លួនឯងរបស់អ្នកคล้ายជារឿងអាក្រក់នេះនៅចំពោះមុខសុភាពបុរសដូចខ្ញុំទេអ្នកទាំងអស់គ្នាដូចគ្នាអ្នកមានន័យថា zombie ចាស់ដូចសាកសពទេ Perfect អ្នកទាំងអស់គ្នាមើលទៅដូចជាត្រីចំហុយគួរឲ្យអស់សំណើចណាស់បិទ Castro Grill តើអ្នកមិនដឹងថាអ្នកមើលទៅមនុស្សតិចទេអ្នកគឺជាស្ត្រី Octopus ដែលមានកម្ពស់ខ្ពស់មនុស្សគ្រប់គ្នានៅទីនេះមាន ego ស្ផុយស្រួយនឹងបញ្ហារូបភាពពេលខ្លះខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះពួកគេឈប់ប្រហែលជាខ្ញុំគួរតែធ្វើឲ្យអារម្មណ៍ស្រឡាំងកាំងជាមួយនឹងការលេងសើចកុំប្រយុទ្ធមនុស្សគ្រប់គ្នាគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងដែលមើលមកយើងអាចដើរទូកាត់បាននៅជុំវិញនោះមិនគួរឲ្យអស់សំណើចទេប៉ុន្តែការមើលឃើញពីរបៀបដែលពួកគេបានធ្វើឲ្យមានភាពស្ងប់ស្ងាត់ពួកគេបានទទួលខ្ញុំគិតថាវាបានធ្វើការវាល្អគ្រប់គ្រាន់ហើយ Hey Sephiroth អ្នកបាននាំយកអ្វីដែលខ្ញុំបានស្នើសុំឲ្យអ្នកចាប់យកពីផ្លូវដែលលាក់នៅប្រាសាទសារ៉ាវុធមែនទេបាទចាស់ធៀបពីផ្លូវកាត់សម្ងាត់ត្រឹមត្រូវទាំងនេះជាអ្វីនេះគឺជា Elixir នៃ Metamorphosis បរិភោគនេះហើយអ្នកនឹងទទួលបានទម្រង់នៃសត្វផ្សេងគ្នាដែលមិនមែនជាបិសាចជាមួយនឹងនេះយើងនឹងផ្លាស់ប្ដូរនឹងក្បាលចូលក្នុងទឹកដីមនុស្សអ្នកកំពុងប្រាប់យើងឲ្យញ៉ាំនេះទេតើអ្នកគិតថាខ្ញុំបាននាំរឿងនេះឲ្យប្រើដូចជាលេលាបស្បែកទេខ្ញុំមិនរើសយកអ្វីដែលខ្ញុំញ៉ាំទេវាមានរសជាតិឆ្ងាញ់ណាស់តើអ្នកបានញ៉ាំវាទេព្រោះអ្នកគិតថាវានឹងមានរសជាតិឆ្ងាញ់ខ្ញុំជានរណាលទ្ធផលនៃការផ្លាស់ប្ដូរត្រូវបានកំណត់ដោយផ្អែកលើបុគ្គលិកលក្ខណៈរបស់អ្នកផឹកចូលសង្ឃឹមថាគ្មាននរណាម្នាក់បញ្ចប់ការមើលទៅខាងក្រៅទេខ្ញុំបានផ្លាស់ប្ដូរ Elixir នៃ Metamorphosis ព្រលឹងដែលបានបង្រួមនៃគំនរសាច់ដែលងាប់រាប់មិនអស់វាអាចត្រូវបានប្រើបានតែម្ដងប៉ុណ្ណោះដែលរូបរាងលទ្ធផលអាចឆ្លុះបញ្ចាំងពីបំណងប្រាថ្នាខាងក្នុងបំផុតរបស់មនុស្សម្នាក់អូខ្ញុំមើលឃើញនោះគឺជាខ្លួនឯងពិតរបស់អ្នក Bell បទបញ្ជារបស់អារក្សចូលគឺដាច់ខាតគឺលោក Valzeriel អ្នកចង់ស្អាតមែនទេ Apple Surge ព្រះមហាក្សត្រត្រជាក់ដែលចង់ក្លាយជាអារក្សមានបេះដូងកក់ក្ដៅយើងមិនមានពេលវេលាទេផឹកវាឥឡូវនេះ Ashura ដែលជាព្រះអង្គម្ចាស់ផឹកស្រាដែលចង់បានសេរីភាពបន្ទាប់ពីជីវិតបានយូរដូចជាដំបងរន្ទះរបស់មនុស្សបន្ទាប់គឺមេនិស្សិតបញ្ចប់ការសិក្សាជាមួយនឹងបុគ្គលិកលក្ខណៈអាក្រក់ស្អាតការផ្លាស់ប្ដូរគឺមិនច្បាស់ទេតើនេះមិនអីទេសូមនិយាយថាខ្ញុំមើលទៅដូចជានរណាម្នាក់ដែលមានបញ្ហាថ្លើមមិនអីទេសូមផ្លាស់ប្ដូរចេញក្រុមបេសកកម្មពូជ5នៅពេលប្រើ Elixir នៃ Metamorphosis អ្នកមិនអាចទទួលបានអត្ថប្រយោជន៍ដែលទាក់ទងនឹងចំណុចរីករាយទេការរឹតបន្តឹងជាច្រើន
សំបីតែនៅក្នុងហ្គេមក៏ដោយការប្រើជំនាញឬការខូចខាតនឹងត្រឡប់អ្នកទៅទម្រង់ដើមរបស់អ្នកយើងនឹងត្រូវប្រុងប្រយ័ត្នការប្រើអណ្ដូងដែលត្រូវបានគេបោះបង់ចោលយើងអាចរើទៅនៅក្បែរទឹកដីមនុស្សយ៉ាងឆាប់រហ័សសំណាងល្អយើងអាចទូគមនាគមជាក្រុមដរាបណាយើងកាន់ដៃគ្នាបញ្ហាគឺតើយើងអាចឆ្លងកាត់វាដោយរបៀបណារឿងដែលមានភាពវាងវៃកំពុងរត់ចូលទៅក្នុងគីមឈីដែលមានវ័យចំណាស់ការពិតដែលថាគាត់ត្រូវបានគេប្រទះឃើញថាគាត់បានឈានដល់ទឹកដីមនុស្សកាន់តែស៊ីជម្រៅនោះមានន័យថាវាបានមួយរយៈហើយគាត់ទំនងជាបានឈានដល់គោលដៅរបស់នាងរួចហើយក៏មិននៅទីនេះទៀតដែរហើយទោះបីគាត់នៅទីនេះក៏ដោយគាត់នឹងមិនស្គាល់ខ្ញុំទេត្រូវគាត់នឹងមិនត្រូវសូមឲ្យវាមានអាយុ50ឆ្នាំឥឡូវនេះមិនមានជំរើសក្រៅពីការធានាគ្រាប់ពូជឲ្យបានលឿនតាមដែលអាចធ្វើទៅបានទេក្រុមដែលគួរឲ្យសង្ស័យកំពុងខិតជិតមកដល់ហើយអរិយច្រើនទៀតខ្ញុំមិនគិតដូច្នេះទេប៉ុន្តែពួកគេមើលទៅពិតជាឈឺណាស់អ្នកត្រូវតែមកពីភូមិដែលមាននិរទេសត្រឡប់ក្រោយអ្នកគ្មានសិទ្ធិឆ្លងកាត់ច្រកទ្វារនេះទេដោយការរំពឹងទុកផែនការនេះមិនដែលងាយស្រួលទេខ្ញុំបានគិតទុកជាមុនអំពីរឿងនេះថ្មីនេះមានការឈ្លានពានរបស់បិសាចនាពេលថ្មីនេះពួកគេបានបដិសេធការឆ្លងកាត់ទៅកាន់មនុស្សគ្រប់គ្នាប៉ុន្តែខ្ញុំជាកីឡាករជើងចាស់ខ្ញុំបានអានគោលកំណត់ហេតុនៃដំណើររឿងរបស់ហ្គេមហើយបានទន្ទិញតាមការកំណត់ហ្គេមដំណើរស្វែងរកទីនានុវត្ត239សូម្បីតែការនិរទេសខ្លួនដូចខ្ញុំបាននាំយកកំណប់ទ្រព្យពីទឹកដីរបស់អារ្យថេប្រេតូភីស្ដេចដែលជាមនុស្សពិតជាចង់ដឹងថាអ្វីដែលមាននៅក្នុងប្រទេសអារ្យដូច្នេះគាត់ថែមទាំងបានបញ្ជូនព្រះសិទ្ធិពិសេសដើម្បីរុករកពួកគេផងដែរជាមួយនឹងនេះពួកគេនឹងគ្មានជំរើសក្រៅពីអនុញ្ញាតឲ្យយើងឆ្លងកាត់អ្នកនិយាយថាកំណប់ពិតប្រាកដរបស់អ្នកតើនោះជាអ្វីដែលនៅពីក្រោយអ្នកមែនហើយអ្នកមានភ្នែកស្រួចសត្វទាំងនេះគឺជាសត្វដែលខ្ញុំបានចាប់យកជ្រៅនៅលើដីអារ្យសាច់របស់ពួកគេមានរសជាតិអស្ចារ្យណាស់ចាប់បានទាំងរស់ពីដីរបស់បិសាចនោះគឺជាសត្វស្លាប់មួយហើយវាជាអាឡប៉ាកាមែនទេអ្នកកំពុងផ្ដល់ឲ្យសត្វសាហាវទាំងនោះទៅស្ដេចតើរោគមានអ្វីខ្ញុំនៅលើពិភពលោកដោយផ្អែកលើអឺរ៉ុបនៅមជ្ឈិមសម័យ Alpacas និង Pelicans គឺជារឿងធម្មតាតើការកំណត់រឿងដ៏គួរឲ្យភ័យខ្លាចប្រភេទណាពួកគេមានក្លិនស្អុយនិងគ្មានតម្លៃយកពួកគេហើយត្រឡប់មកវិញភ្លាមមោទនភាពហឺAlpha វានិយាយជាមួយនឹងការបញ្ចេញសំឡេងច្បាស់លាស់បែបនេះវាមិនមែនជាអាឡប៉ាកាធម្មតាទេមែនទេនោះជាឱកាសតើអ្នកបានឃើញទេសត្វពីដីរបស់បិសាចនិយាយយ៉ាងច្បាស់ Rascal តូចនេះនៅទីនេះថែមទាំងយំយយស៊ីមួយហើយធ្វើសំឡេងរំខានខ្លះហេធ្វើវាហេការអនុញ្ញាតឲ្យបញ្ចូលការផ្ដល់សិទ្ធិខ្ញុំចូលមកធាតុវោទទួលបានជោគជ័យទោះបីអ្នកមានសត្វកម្រមានយ៉ាងណាក៏ដោយអ្នកនៅតែជាកូនចៅរបស់ជននិរទេសអ្នកមិនអាចដើរតាមទឹកដីភូមិសាស្ត្របានដោយសេរីទេជាសំណាងល្អព្រះសិទ្ធិម្នាក់បានធ្វើដំណើរឆ្ពោះទៅរករាជធានីដែលមានព្រះបរមរាជវង្សកំពុងស្នាក់នៅក្បែរនោះអ្នកអាចអំដំណើរពួកគេតើមានបញ្ហាអ្វីតើអ្វីទៅជាពេលវេលាដ៏ល្អយើងមិនមានអ្វីបង្ហាញព្រះដ៏ជ្រាលជ្រៅពីទឹកដីរបស់អារ្យទេហើយយើងមានអារម្មណ៍ខ្មាស់អៀនខ្ញុំជា Rivage Azrahan ដែលជាព្រះសិទ្ធិពិសេសរបស់ព្រះមហាក្សត្រនៅក្បែរខ្ញុំគឺអ្នកបម្រើរបស់ខ្ញុំឈ្មោះ Diallo Frontera រីករាយដែលបានជួបអ្នកខ្ញុំជា Cree មានន័យថា Kim Jengchiel មកពីភូមិនៃការនិរទេសហើយនេះគឺជាមិត្តរបស់ខ្ញុំ Basistenge ពីភូមិនៃការនិរទេសខ្លួនចម្លែកអ្វីដែល Nesbo យើងបានស្នាក់នៅក្នុងភូមិនោះអស់រយៈពេលជាច្រើនខែប៉ុន្តែយើងមិនដែលឃើញអ្នកទេបង្ហាញអត្តសញ្ញាណរបស់អ្នកតើអ្នកជាអារ្យស៊ឺអូល្បិចមើលឲ្យបានដិតដល់នោះគឺជាមនុស្សមកពីផ្ទះទី2នៅខាងឆ្វេងតើផ្ទះអ្វីហ៎យើងកំពុងយកវាមកនៅតាមបណ្ដោយតើយើងមិនអាចបង្ហាញអំណោយដល់ព្រះមហាក្សត្របានទេហើយចុះយ៉ាងណាបើពួកគេជាអារ្យពិតប្រាកដទេមិនមែនទេមិនដែរបាត់ចាស់បាត់
ខ្ញុំមិនចាំទេព្រោះយើងមិនបាននិយាយត្រូវអ្នកនៅទីនោះបុរសដែលប្រឈមមុខនឹងដំឡោងគាត់ងាយនឹងស្រួលយើងអាចប្រើគាត់បានអ្នកឈឺមើលទៅខ្សោយយើងនឹងទទួលបានអ្វីដែលយើងត្រូវការហើយបោះចោលពួកគេនៅពេលក្រោយបន្ទាប់មកសូមរំលងកន្លែងជែកហើយចេញដំណើរភ្លាមសមាជិកគណបកផ្សេងទៀតកំពុងរងចាំនៅខាងក្រៅនេះមានអាយុអាក្រក់គីមឈីគាត់បានស្ម័គ្រចិត្តអមដំណើរយើងសួស្តីខ្ញុំជាក្រុមរត់គេចខ្លួនតើរោគមានអ្វីយើងទាំងអស់គ្នានឹងស្លាប់យើងបានស្លាប់ហើយអ្នកមិនមើលទៅស្អាតទេសូមថែរក្សាសុខភាពរបស់អ្នកហូមិនអីទេរដ្ឋធានីគឺនៅឆ្ងាយចូលប្រញាប់ឡើងគាត់មិនស្គាល់ខ្ញុំទេធ្ងន់ធ្ងរថា Elixir នៃ Metamorphosis ពិតជាដំណើរការហោះអេលីអូវាមានគ្រោះថ្នាក់ណាស់ប្រសិនបើយើងវាយប្រហារដោយក្រុមចោរប្លន់ឬសត្វចម្លែកហើយទទួលបានការប៉ះការមីញឹកនឹងបែកហើយបន្ទាប់មកយើងនឹងស្លាប់ដោយដៃរបស់គីមឈីរាជធានីនៅតែឆ្ងាយអូប្រសិនបើខ្ញុំគ្រាន់តែលក់ជូននោះហើយទិញគ្រាប់ពូជដែលនឹងគ្រប់គ្រាន់មិនចាំបាច់ទៅឆ្ងាយជាមួយពួកគេទេហ្វុកគ្រាន់តែធ្វើឲ្យការតាក់ទងភ្នែកជាមួយគាត់ធ្វើឲ្យរាងកាយរបស់ខ្ញុំខ្សោយទាំងស្រុងតោះរត់យើងកំពុងរត់គេចនៅយប់នេះនៅក្រោមគម្របនៃភាពងឹតហេបាកាលីភ្ញាក់ឡើងយ៉ាងរហ័សខ្ញុំត្រូវការគេងរយៈពេល8ម៉ោងដើម្បីលូតលាស់អ្នកបានបញ្ចប់ការរីកចម្រើនរបស់អ្នកជាច្រើនឆ្នាំកន្លងមកអ្នកពិតជាមានមែនតើអ្នកគិតថាអ្នកនឹងទៅណានៅពាក់កណ្ដាលយប់ភ្លាមនោះអ្នកនិយាយជាការពិតណាស់អលផេមាត់របស់ខ្ញុំមិនត្រូវបានប្រើសម្រាប់រចនាសម្ព័ន្ធនៅឡើយទេដូច្នេះវាបានចំណាយពេលមួយផ្លែតដើម្បីនិយាយអលផាហើយអ្វីរំខានដល់ការជាប់នឹងមនុស្សដែលរំខានទាំងនោះយើងបានអនុម័តបន្ទីដូច្នេះពួកគេគ្មានប្រយោជន៍ទេឥឡូវនេះយើងគ្រាន់តែត្រូវការសម្រេចគោលដៅរបស់យើងប៉ុណ្ណោះប្រសិនបើយើងអូសនេះហើយអត្តសញ្ញាណរបស់យើងត្រូវបានលាតត្រដាងយើងនឹងត្រូវបានលាតត្រដាងតែអត្តសញ្ញាណនោះជាអ្វីដីដែលគេបោះបង់ចោលគឺ Chavindio Wave ហើយអ្វីបានជាអ្នកបានប្រមូលគ្នាជាច្រើននៅពេលដែលការកោះហៅមិនត្រូវបានចេញយើងបានហឺតម្ចាស់របស់យើងនៅទីនេះហើយវាក៏មានអាហារនៅទីនេះដែរលៀមមកពួកបិសាចព្រះម្ចាស់មិនទាន់បានទទួលគ្រាប់ពូជច្រើនទៀតទេអាហារមានកំណត់អ្វីដែលហេកហើយអ្វីបានជាបរោះ Crustacean នៅទីនេះព្រះម្ចាស់កុកពោសូមនាំយើងចូលយើងមិនមានអ្វីដែលត្រូវធ្វើជាមួយការក្បត់របស់ភពទេសភាពឡើយលោកម្ចាស់ web អ្នកទី1សូមជួយយើងបានមកជាយូរមកហើយមនុស្សគ្រប់គ្នានៅលើហ្គេមនៃការអត់ឃ្លានសូមផ្ដល់អាហារដល់យើងសូមបង្ហាញសេចក្តីមេត្តាឲ្យយើងតើយើងមានជនសប៉ុន្មានអ្នកយើងមានច្រើនបញ្ហាគឺថាតើយើងត្រូវស៊ូទ្រាំបានប៉ុន្មានថ្ងៃទៀតនៅពេលដែលចិញ្ចឹមពួកគេខណៈពេលដែលខ្ញុំបានបាត់បង់អ្នកគឺជាអ្នកដែលព្រះម្ចាស់អារក្សគិតនឹងធ្វើដូចអារក្សព្រះម្ចាស់ការប្រណាំងនីមួយគួរតែបែងចែកដីហើយដោះស្រាយទឹកដីរបស់ពួកគេខ្ញុំនឹងធ្វើឲ្យប្រាកដថាមានអាហារនិយាយតើអ្វីទៅជាអត្តសញ្ញាណរបស់អ្នកគឺលោកសឺខឹមយ៉ាងឈៀលអញ្ចឹងហេតុអ្វីបានជាអ្នកផ្ទុះខ្ញុំចង់និយាយថា Bad Stench នឹងគោះគាត់ប្រសិនបើអ្នកប្រាប់ខ្ញុំកុំដើរជុំវិញការប្រយុទ្ធដោយមិនប្រុងប្រយ័ត្នអ្នកត្រូវតែពិនិត្យមើលបុរសនោះយ៉ាងជិតស្និទ្ធនោះគឺកាឡេបអាយុគីមឈីចាស់តើគាត់មើលទៅដូចជានរណាម្នាក់ដែលមានអំណាចប្រយុទ្ធដែលអ្នកអាចប៉ាន់ស្មានបានទេនិយាយដោយស្មោះត្រង់ខ្ញុំបានរកឃើញថាគាត់គួរឲ្យខ្លាចបន្តិចនៅដើមដំបូងខ្ញុំអាចលឺអ្នកការកោះហៅកាត់ប្រកិច្ចនិងបិសាចព្រះម្ចាស់លោកគីមយ៉ាងឈៀលបាននាំខ្ញុំចូលទៅក្នុងវត្តនៃការសម្លាប់មួយប៉ុន្តែឥឡូវនេះគាត់ស្វែងរកសន្តិភាពតើអ្វីជាចេតនាពិតរបស់គាត់ហើយហេតុអ្វីបានជាគាត់មកតាមវិធីទាំងអស់នេះការពិតគឺយើងមិននៅទីនេះក្នុងការបង្ហាញសួយសារអកដល់ព្រះមហាក្សត្រទេ
ដូចដែលអ្នកបានដឹងហើយថាដីរបស់យើងខ្វះស្បៀងអាហារប៉ុន្តែយើងត្រូវតែធ្វើកសិកម្មយ៉ាងម៉េចដូច្នេះនៅក្នុងរទេះភ្លើងនៅពីក្រោយយើងគឺជាឯកទេសតំបន់របស់យើងមកទីនេះដើម្បីលក់Kuchenosនិងទិញគ្រាប់ពូជបន្លែនោះហើយជាមូលហេតុដែលយើងព្យាយាមចាក់ចេញដោយសម្ងាត់ដូច្នេះយើងនឹងមិនចាប់បានទេលើសពីនេះទៅទៀតរាជធានីគឺនៅឆ្ងាយណាស់ដូច្នេះយើងមានបំណងសម្រាប់ទីក្រុងដែលនៅជិតបំផុតខ្ញុំសូមទោសយ៉ាងស្មោះខ្ញុំសង្ឃឹមថាអ្នកយល់យើងពិតជាក្រហើយឃ្លានខ្ញុំនឹងប្តឹងឧទ្ធរណ៍ចំពោះការអាណិតអាសូររបស់គាត់នោះគួរតែនាំយើងឆ្លងកាត់ផ្នែកនេះដោយគ្មានបញ្ហាភ្នែកទាំងនោះគាត់កំពុងលាក់អ្វីមួយប៉ុន្តែគាត់មិននិយាយកុហកទេដូច្នេះពួកបិសាចបានចាប់ផ្ដើមបរិភោគមនុស្សពីព្រោះពួកគេខ្វះស្បៀងអាហារដែលធ្វើឲ្យយល់បានប៉ុន្តែខ្ញុំមិនត្រឹមតែអាចឲ្យអ្នកទៅបានទេAzrahan បានវង្វេងស្មារតីឲ្យអ្នកធ្វើបទបង្ហាញដល់ព្រះមហាក្សត្រខ្ញុំមិនអាចធ្វើឲ្យគាត់ធ្លាក់ចុះបានទេនេះគឺជាកិច្ចព្រមព្រៀងឈប់នៅតាមផ្លូវលក់ Chenos របស់អ្នកនិងទិញគ្រាប់ពូជប៉ុន្តែអ្នកត្រូវតែបន្តទៅរាជធានីហើយដូចដែលបានព្រមព្រៀងគ្នាសត្វត្រឆានទាំងពីរមានសួយសារអាកដល់ព្រះមហាក្សត្រត្រូវហើយយើងនឹងធ្វើវាដោយរីករាយរបស់ទាំងនោះគឺដូចជាឥតបានការដែលយើងមកពីណាគាត់ស្ដាប់ទៅធ្ងន់ធ្ងរណាស់ជាការពិតខ្ញុំមិនមានន័យថាវាទេខ្ញុំនឹងប្រឡាក់គាត់ឲ្យបានឆាប់តាមដែលយើងទទួលបានគ្រាប់ពូជអ្នកនឹងត្រូវលក់ឈិនឈូសតាមផ្លូវតើអ្នកអាចបង្ហាញខ្ញុំពីអ្វីដែលពួកគេមើលទៅអូបាទវាមិនមានអ្វីពិសេសទេវាគ្រាន់តែជាដំឡូងធំជាងបន្តិចប៉ុណ្ណោះដែលចម្អិននៅទីនេះមើលមួយសង្ឃឹមថាអ្នកលក់បានច្រើនមេវ័យក្មេងមកហាយកនេះធ្វើបទបង្ហាញនេះជាសួយសារអាករនេះមើលទៅពិតជាមានតម្លៃកាន់តែមានតម្លៃហ៎វាគ្រាន់តែជាដំឡូងធំនិងអាក្រក់ហេតុអ្វីបានជាអ្នកប្រើការសរសើរនេះវាមិនត្រឹមតែ81ក្រាមប៉ុណ្ណោះទេវាធំណាស់អ្នកពិតជាគួរឲ្យអស់សំណើចណាស់ប្រសិនបើទំហំដែលមានសារៈសំខាន់បំផុតមនុស្សខ្ពស់ជាងគេនឹងជាស្ដេចហាប្រហែលជាគាត់ចូលចិត្តវាព្រោះវាមើលទៅដូចជាគាត់ហានៅថ្ងៃមួយខ្ញុំនឹងក្លាយជាអ្នកមានហើយធ្វើឲ្យអ្នកក្លាយជាទាសកររបស់ខ្ញុំគ្រាន់តែអ្នករងចាំនៅតែមានបរោះក្បាលដំឡូងនោះគឺត្រឹមត្រូវដំឡូងនេះចម្លែកណាស់ដែលប្រហែលជាយើងអាចទទួលបានរង្វាន់ពីព្រះមហាក្សត្រការចាក់ចេញពីគីមជីចាស់កាន់តែសំខាន់មុនពេលដែលគម្របរបស់យើងត្រូវបានផ្លុំយើងត្រូវចាក់ចេញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានអូនៅទីនោះវាគឺជាសូមស្វាគមន៍មកកាន់ទីក្រុងពាណិជ្ជកម្មកដាប៉ារាចាសូមអរគុណដល់ភាពសប្បុរសរបស់ Azrahan ទាំងព្រះបាទហើយខ្ញុំមានបន្ទប់មួយក្រុមរបស់គីមជីចាស់ក៏ទទួលបានដែរពិតណាស់សត្វមិនត្រូវបានផ្ដល់ឲ្យមួយទេតើផ្ទះសំណាក់ប្រភេទណានៅក្នុងទីក្រុងពាណិជ្ជកម្មមានបន្ទប់ទំនេរប៉ុន្តែមើលទៅគួរឲ្យស្អប់ខ្ពើមនេះគោលដៅដំបូងរបស់យើងគឺលក់ឈិណូ4 Velតើអ្នកពិតជានឹងប្រគល់វាទៅឲ្យស្ដេចឬជាការពិតមិនមែនអ្នកល្ងងទេអ្នកគឺជារន្ទះដ៏មានតម្លៃរបស់ខ្ញុំហ៎ខ្ញុំគិតថាការងារត្រូវបានធ្វើរួចអ្នកគ្រាន់តែនៅថ្ងៃឈប់សម្រាកបុរសវាគ្រាន់តែជាការសម្រាកតូចមួយប៉ុន្តែកន្លែងនេះមានអារម្មណ៍បិទខ្ញុំបានហឺទីផ្សារមនុស្សត្រូវបានគេសន្មតថាមានសភាពអ៊ូអរប៉ុន្តែនេះមានអារម្មណ៍ថាសំបីតែដុសខាត់ជាងក្នុងចំណោមពួកបិសាចយាយវាជាប្រភេទនៃការអ៊ីរីចាប់តាំងពីយើងបានមកដល់វាមានន័យថាសេដ្ឋកិច្ចមិនដំណើរការល្អទេតើយើងនឹងអាចលក់ជូនបានដែរឬទេមិនមានការព្រួយបារម្ភទេសូមឲ្យការផ្លាស់ប្ដូរមកមើលយើងមានសួនឧទ្យានដែលមានទំហំដំឡូងធំមួយសម្រាប់20ពីរសម្រាប់30មកទទួលបានខ្លះមីងអ៊ីពូស៊ីប្រូមកជ្រើសយកអ្វីដែលអ្នកចូលចិត្តយើងមានជូសមានរសជាតិឈ្ងុយឆ្ងាញ់ខ្ចប់ពេញនៃអាហារូបត្ថម្ភខ្ញុំខ្មាស់អៀននេះជាអារក្សរបស់ព្រះម្ចាស់យើងត្រូវញ៉ាំអីមែនទេតើមានអ្វីដែលត្រូវខ្មាស់អៀនយើងអារក្សបានញ៉ាំប្រភេទផ្ទាល់ខ្លួនរបស់យើងដើម្បីរស់ប្រសិនបើយើងអាចទទួលបានដោយភាពអៀនខ្មាស់ខ្លាំងនេះយើងគួរតែដឹងគុណមកទិញខ្លះអ្នកពីរនាក់ហេតុអ្វីបានជាអ្នកស្រែកហ៎ជាធម្មតានៅពេលឆ្លងកាត់ពីពិភពលោកសម័យថ្មីទៅក្នុងពិភព Power វីមនុស្សជាធម្មតាលក់របស់របរទាន់សម័យដូចជាការ៉េមរូបមន្តដែលផ្ទុកដោយ SG ហើយចុចវាធំភ្លាមប៉ុន្តែនេះគ្រាន់តែជាដំឡូងធំមួយរំពឹងថានឹងមានច្រើនជាងការលក់ដែលចង់ដឹងចង់ឃើញគឺមានសុទិដ្ឋនិយមពេក
នោះហើយជាមូលហេតុដែលយើងត្រូវផ្ដល់ឲ្យវានៅអ្វីគ្រប់យ៉ាងដែលយើងមានព្រោះនេះគឺវាតើអ្វីទៅជាការរកស៊ីដែលមានលក្ខណៈដូចសូមអភ័យទោសតើអ្នកពិតជាលក់ដាច់នេះត្រឹមតែ20មាសទេអតិថិជនដំបូងរបស់យើងបាត់ពិតណាស់ប្រសិនបើអ្នកទិញពីហ៎បន្ទាប់មកខ្ញុំនឹងយក4ឬ9មិនអីទេខ្ញុំផងដែរផ្ដល់ឲ្យខ្ញុំខ្លះមិនអីទេ6សម្រាប់ខ្ញុំទេធ្វើឲ្យវា10រងចាំតើមានអ្វីកើតឡើងកម្រិតនៃការយកចិត្តទុកដាក់នេះពីការភ្ញាក់ផ្អើលកុំគ្រាន់តែឈរនៅទីនោះ player រស់រាន់ឡើងហើយចាប់ផ្ដើមលក់ត្រូវហើយផែនការបានដំណើរការម្ដងទៀតអ្វីយ៉ៃត្រឹមត្រូវហើយបង្កើតជាបន្ទាត់មួយមនុស្សម្នាក់ក្នុងពេលតែមួយយើងទើបតែលក់1ភាគ3ក្នុងពន្លឺប្រសិនបើពាក្យចេញមកយើងអាចលក់ចេញនៅថ្ងៃស្អែកឧត្តមសេនីយ៍បេសាចដ៏អស្ចារ្យចំនួន4នាក់រងចាំនៅផ្ទះសំណាក់ខ្ញុំនឹងទិញគ្រាប់ពូជហើយត្រឡប់មកវិញអ្នកចង់ទិញគ្រាប់ពូជមែនទេតើអ្នកកំពុងលេងសើចទេការលើកលែងទោសអ្នកនឹងមិនអាចទិញគ្រាប់ពូជនៅក្នុងទីក្រុងនេះបានទេតើអ្វីទៅជាថ្ងៃដ៏ស្រស់ស្អាតតើអ្នកកំពុងនិយាយអំពីអ្វីអ្នកមិនអាចទទួលបានគ្រាប់ពូជនៅទីនេះទេអាហារនិងគ្រាប់ភាគច្រើនត្រូវបានបំផ្លាញដោយក្រុមហ៊ុនពាណិជ្ជកម្មដ៏ធំមួយហើយក្រុមហ៊ុនមួយណាដែរដោយវិធីនេះហេតុអ្វីបានជាអ្នកមើលទៅស្លេកស្លាំងដូច្នេះភ្លេចថាគ្រាន់តែប្រាប់ខ្ញុំពីកន្លែងដែលក្រុមហ៊ុនពាណិជ្ជកម្មនេះគឺសូមអភ័យទោសខ្ញុំតើអ្នកជាអ្នកដែលលក់ដំឡូងធំមុននៅមុខប្រភពទឹកត្រូវហើយនោះគឺជាខ្ញុំឈ្មោះ Rosalind លេខាធិការទៅកាន់អ្នកជំនួញ Richmond ខ្ញុំបានដោះស្រាយរាល់ប្រតិបត្តិការទាំងអស់សម្រាប់ក្រុមហ៊ុនពាណិជ្ជកម្ម Rimond អូខ្ញុំបានឃើញហេតុអ្វីបានជាអ្នកស្វែងរកខ្ញុំក្រុមហ៊ុនជួញដូរ Rimond តើនោះជាក្រុមហ៊ុនធំដែលគាត់បានលើកឡើងមុននេះទេខ្ញុំនឹងត្រង់ចំណុចនេះ 20% យើងនឹងទិញដំឡូងរបស់អ្នកទាំងអស់សម្រាប់20ច្រើនជាងតម្លៃលក់របស់អ្នករងចាំ1វិនាទីតើនេះទេដំបូងខ្ញុំសូមសួរអ្នកអ្វីមួយតើគ្រាប់ពូជស្ពកមួយក្តាប់តូចមានចំនួនប៉ុន្មានប្រសិនបើអ្នកមានន័យថាមួយក្តាប់ក្រុងឥឡូវនេះក្រុមហ៊ុនរបស់យើងលក់វាសម្រាប់មាសប្រហែល100ប្រាក់ចំណេញដល់មនុស្សធម៌តាមរយៈតម្លៃរបស់ពិភពលោកនេះថ្លៃបំផុតនិងមានចំនួន50មាសល្អបំផុតប៉ុន្តែពួកគេកំពុងសាកស្ទើរតែទ្វេដងក្រុមហ៊ុនជួញដូរ Rimden ជួញដូរទាំងនេះគឺ Bastards ពួកគេជាអ្នកបោកបក់ពួកគេគ្រប់គ្រងបណ្ដាញចែកចាយនិងជ្រុងទីផ្សារដើម្បីទទួលបានប្រាក់ចំណេញនោះ Shabbying ដោយគ្មានអតិថិជនស្រុកជំនួញដែលកំពុងស្លាប់ប្រជាជនដែលអស់សង្ឃឹមក្នុងការទិញជូនវាទាំងអស់គឺជាការធ្វើរបស់ពួកគេតែមានន័យថាតើមានអ្វីដែលមានមុខមាត់នោះទោះបីជាខ្ញុំលក់ជាមជនទាំងអស់ក្នុងតម្លៃដែលពួកគេផ្ដល់ជូនក៏ដោយខ្ញុំមិនអាចទិញគ្រាប់ពូជបានច្រើនទេប៉ុន្តែដោយសារតែខ្ញុំត្រូវការគ្រាប់ពូជមិនមានន័យថាខ្ញុំត្រូវទិញវាពីពួកគេទេមែនហើយតាមលក្ខណៈបច្ចេកទេសនៃច្បាប់ចែងថាខ្ញុំធ្វើប៉ុន្តែចាប់តាំងពីខ្ញុំជាបិសាចច្បាប់មិនត្រូវបានអនុវត្តចំពោះខ្ញុំទេមែនទេក្មេងគីមឈីកំពុងតាមដានរាល់ចលនារបស់ខ្ញុំគាត់ច្បាស់ជាដឹងអ្វីដែលគួរឲ្យសង្ស័យប៉ុន្តែខ្ញុំបានគិតពីវិធីមួយដើម្បីធ្វើឲ្យគាត់ប្រឡាក់គាត់ហើយនៅតែទទួលបានគ្រាប់ពូជអ្នកចង់ទិញ Chainos របស់យើងត្រឹមត្រូវទេប្រសិនបើមានសូមចុះកិច្ចសន្យាជាមួយខ្ញុំឥឡូវនេះតាមពិតខ្ញុំដោះស្រាយប្រតិបត្តិការរបស់ក្រុមហ៊ុនអ្នកគ្រាន់តែជានិយោជិកមែនទេអ្នកមិនស្ថិតក្នុងជំហរដើម្បីដោះស្រាយសំណើរបស់ខ្ញុំទេខ្ញុំនឹងបង្ហាញអ្នកឥឡូវនេះថាខ្ញុំមិនមែនជាអ្នកនាំពាក្យម៉ោងតូចដែលអ្នកអាចរៀបចំបានទេខ្ញុំជាបញ្ជាការទី2របស់ក្រុមហ៊ុនជួញដូរ Richmond ខ្ញុំមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តស្ទើរតែទាំងអស់អូយល្អបន្ទាប់មកមាស200សម្រាប់ដំឡូងតែមួយយកវាទុកវាចោល200នោះគឺច្រើនពេកសូមក្រឡេកមើលអ្នកស្ទាក់ស្ទើរហេតុអ្វីមិនអាចធ្វើការសម្រេចចិត្តបានទេចៅវាយរបស់អ្នកច្បាស់ជាបានគិតថានេះដំឡូងបារាំងយក្សដែលស្ងួតហើយកែច្នៃមានភាពងាយស្រួលក្នុងការរក្សាទុកក្នុងបរិមាណច្រើនប្រសិនបើផ្គត់ផ្គង់ដល់កងទ័ពរាជវានឹងក្លាយជារង្វាន់ Jackpot
នេះគឺជាសំណួរប្រសិនបើអ្នកលក់ដំឡូងទាំងនេះក្នុងការខាតបង់ប៉ុន្តែមានកិច្ចសន្យាផ្គត់ផ្គង់ផ្សេងទៀតជាមួយព្រះរាជាណាចក្រនេះអ្នកនឹងបាត់បង់លុយចុងក្រោយរកប្រាក់ចំណេញបានទទួលចៅហ្វាយរបស់អ្នកឲ្យជាខ្ញុំមិនអាចអត់ទោសឲ្យអ្នកបានទេស្ងប់ស្ងាត់តើអ្នកមិនបានហេរអ្វីដែលត្រូវបានគេនិយាយទេគ្មានអ្វីដែលល្អក្នុងការតាក់ទាញការយកចិត្តទុកដាក់ដោយការស្គាល់ថាជាសត្វនិយាយទេតើនៅពេលណាដែលអ្នកបានក្លាយជាអ្នកស្មោះត្រង់បែបនេះតើអ្នកមិនខឹងទេដែលយើងបានអូសចូលទឹកដីរបស់មនុស្សដូចនេះខ្ញុំពិតជារីករាយណាស់អ្វីខ្ញុំតែងតែចង់ដឹងចង់ឃើញតាំងពីខ្ញុំនៅតូចខ្ញុំបានហឺតថាកន្លែងនេះមានអាហារជាច្រើនហើយប្រជាជនមិនបានបរិភោគគ្នាទេខ្ញុំមិនអាចស្រមៃបានទេអ្នកដឹងទេឪពុកម្ដាយរបស់ខ្ញុំត្រូវបានគេបរិភោគដោយបិសាចខ្លាំងម្នាក់និងស្មោះត្រង់ខ្ញុំមិនទាំងមានអារម្មណ៍សោកសៅផងព្រោះវាគ្រាន់តែជាធម្មជាតិប៉ុណ្ណោះវាដូចគ្នានឹងបងប្អូនបង្កើតរបស់អ្នកដែលបានបរិភោគមែនទេទីក្រុងនេះក្រីក្រជាងអ្វីដែលខ្ញុំបានរំពឹងទុកប៉ុន្តែយ៉ាងហោចណាស់គ្មាននរណាម្នាក់បរិភោគជាមួយគ្នាទេមុននេះនៅលើទីផ្សារខ្ញុំបានឃើញឪពុកម្នាក់ដែលមើលទៅស្រេកឃ្លានខ្លួនឯងសូមផ្ដល់ផ្សិតឆាទៅកូនរបស់គាត់ជាមុនសិនប្រសិនបើយើងកើតនៅទីនេះប្រហែលជាគ្រួសាររបស់យើងក៏អាចរីករាយដែរដូច្នេះឥឡូវនេះអ្នកកំពុងមានមនោសញ្ចេតនាអ្នកកំពុងនិយាយតិចដូចអាឡប៉ាកាអ្វីទេខ្ញុំទើបតែបានប្រើដើម្បីបញ្ចេញសំឡេងតូរ៉ូប្រហែលជាឥឡូវនេះសូម្បីតែអារក្សក៏អាចមានយុគសម័យរីករាយដែរហើយអ្នកពីរ Gasp នេះគឺជាការយល់ច្រឡំលោកសើគាត់គ្រាន់តែជាមនុស្សឆោតល្ងង់គាត់រក្សាការសម្លុតខ្ញុំសូមសម្លាប់គាត់ចូលទៅខាងក្នុងនេះគឺជាកិច្ចប្រជុំយុទ្ធសាស្ត្រដ៏អស្ចារ្យរបស់បុរសអាន់ដរដ៏អស្ចារ្យទាំង4ពួកគេផ្ដាច់មុខម្ហូបអាហារទាំងអស់ហើយលក់វាដោយតម្លៃហួសប្រមាណមែនទេហេតុអ្វីបានជាពួកគេធ្វើដូច្នេះតើនេះមិនមែនជាកន្លែងដែលមានអាហារបរិភោគច្រើនទេដោយមិនធ្វើអ្វីទាំងអស់នោះវាមិនមែនដោយសារតែពួកគេខ្លាចឃ្លានពួកគេគ្រាន់តែចង់ក្លាយជាអ្នកមាននិងអ្នកមានខ្ញុំដឹងថានៅពេលដែលតម្រូវការមូលដ្ឋានត្រូវបានគេពេញចិត្តឋានានុក្រមនៃការចង់បានហើយមនុស្សស្វែងរកការគោរពតើសមហេតុសម្ផលคล้ายៗប្រភេទណាដែលជាប្រភេទនោះវាមិនមែននិយាយអំពីការគោរពទេវាគ្រាន់តែជាការលោភលន់ទោះបីជាពួកគេមានលោជាច្រើនដែលត្រូវបរិភោគក៏ដោយហើយមានមនុស្សដែលមិនមានអ្វីដែលពិតប្រាកដហើយកំពុងឃ្លានខ្ញុំខឹងកូនចៅរបស់អារក្សចូលដ៏អស្ចារ្យ4យ៉ាងដ៏អស្ចារ្យអ្នកហាក់ដូចជាមិនចូលចិត្តវាប៉ុន្តែមនុស្សគឺដូចនោះដែរអ្វីដែលយើងត្រូវធ្វើគឺឆ្លើយតបដោយស្ងប់ស្ងាត់ដើម្បីបម្រើគោលដៅរបស់យើងអារក្សគួរតែធ្វើដូចអារក្សដោយលុកលុយឃ្លាំងរបស់ពួកគេតើអ្វីទៅជាថ្ងៃដ៏ស្រស់ស្អាតតើមានអ្វីនៅលើផែនដីតើព្រះម្ចាស់កំពុងធ្វើអ្វីភ្លាមនោះគាត់បានបញ្ជាឲ្យខ្ញុំធ្វើសក្តានុពលដ៏ធំមួយធ្វើពីថ្មហើយចាប់តាំងពីពេលនោះមកគាត់បានបង្កើតខ្យល់គួចគ្មានខ្យល់ព្យុះវាចាប់ផ្ដើមមកជាមួយគ្នាហ៎តើនេះជាអ្វីប្រភេទនៃការសម្ដែងមួយចំនួនតើវាដល់ពេលសម្រាកទេអោះហើយទុកអ្នកកំពុងជំរុញខ្លួនអ្នកខ្លាំងពេកតើមានអ្វីដែលអ្នកត្រូវការទឹកដោះគោនោះអ្នកដឹងក៏ដូចជាខ្ញុំធ្វើវាថាអារក្សជាច្រើនបានប្រមូលផ្ដុំគ្នានៅទីនេះយើងមិនអាចចិញ្ចឹមពួកគេទាំងអស់ជាមួយនឹងបរិមាណតិចតួចនៃប្រទេសចិនដែលយើងមាននោះទេខ្ញុំនឹងដាំជិនឈុននៅក្នុងទឹកខ្ញុំគិតអំពីវាការប្រើគ្រឿងផ្សំដូចគ្នាយើងអាចចិញ្ចឹមអារក្សជាច្រើនដងបន្ថែមទៀតនៅក្នុងទឹកដីដែលគេបោះបង់ចោលនេះមិនមែនជាបិសាចតែមួយទេដែលគួរស្រេកឃ្លានអ្នកកំពុងធ្វើអំពើល្អហេតុអ្វីបានជាអ្នកមើលទៅដូចជាអ្នកកំពុងសម្លាប់នរណាម្នាក់មែនហើយអ្នកគឺជាបិសាចមួយបន្ទាប់ពីទាំងអស់អ្វីគ្រប់យ៉ាងបានចាប់ផ្ដើមផ្លាស់ប្ដូរថ្ងៃដែលបិសាចព្រះម្ចាស់បានប្រកាសថាយើងនឹងចាប់ផ្ដើមធ្វើកសិកម្មលោក Hartog ដែលខូខើនឹងត្រជាក់នឹងធ្វើខ្លួនគាត់ឲ្យហត់នឿយគ្រាន់តែផ្ដល់អាហារសម្រាប់អារក្សដទៃទៀតតើមានអ្វីដែលអាចធ្វើឲ្យគាត់ផ្លាស់ប្ដូរច្រើនហេ
ប៉ុន្តែហានអូដើម្បីកម្ដៅផ្កាខាត់ណាឃីវដុំហេម៉ាបែបនេះអ្នកនឹងត្រូវការអស់អណ្ដូងទឹកដ៏ច្រើនមិនមានវិធីដើម្បីទទួលបានគ្រប់គ្រាន់ទេលុះត្រាតែយើងចាប់ផ្ដើមវីកំទេចផ្ទះរបស់អារ៉ាខាងក្រោមនោះហើយជាមូលហេតុដែលយើងកំពុងធ្វើដំណើរទៅកាន់កភ្នំភ្លើងបិទភ្នំភ្លើងនៅក្នុងវិស័យទី3ដើម្បីចាប់យកអ្នកប្រមាញ់ភ្លើងអ្នកមានអ្នកជំនួញធំដូច្នេះនេះគឺជាកន្លែង Ruslan ខ្ញុំខកចិត្តចំពោះអ្នកនៅពេលនេះការលើកលែងទោសដើម្បីគិតថាអ្នកនឹងភ័យខ្លាចដោយភ្លុំរបស់រដេបរដប់ដែលល្ងងខ្លៅតើមនុស្សល្ងីល្ងើអាចដូចអ្នកដែលបានទទួលអ្វីដែលបានទទួលជោគជ័យយ៉ាងដូចម្តេចស្នាក់នៅទីនេះខ្ញុំនឹងបង្ហាញអ្នកពីរបៀបរឹបអូសអ្វីមួយពីទីតាំងដែលបានចង្អុលបង្ហាញតើមានអ្នកណានៅទីនោះខ្ញុំជាអ្នកជំនួញតូចមួយនៅក្នុងទីក្រុងនេះចាប់តាំងពីអ្នកបានស្នើសុំវត្តមានរបស់ខ្ញុំបានមកដោយផ្ទាល់អូបាតចូលមកសូមអរគុណបន្ទាប់មកសូមអភ័យទោសខ្ញុំមនុស្សល្ងងខ្លៅជារឿយអនុញ្ញាតឲ្យអ្នកការពាររបស់ពួកគេចុះក្រោមនៅចំពោះមុខការគួសមដែលបានធ្វើឲ្យមានសុជីវធម៌ពួកគេមិនដែលដឹងថាអ្នកដែលធ្វើការទទួលនោះតែងតែគួសមអូសេចក្តីល្អរបស់ខ្ញុំគាត់ពិតជាគួរឲ្យភ័យខ្លាចណាស់យកកៅអីមួយបាទចាស់មែនហេតុអ្វីបានជាពួកគេមើលទៅដូចនេះពួកគេមើលទៅដូចជាអារក្សហើយអ្នកណាជាអ្នកផ្សេងទៀតដែលទើបតែចូលមកក្នុងបន្ទប់តើសត្វទាំងនោះគឺជាសត្វទេគាត់មើលទៅសំបីតែខ្វះខាតដោយសារតែគាត់មានមុខប្រភេទនោះដូច្នេះអ្នកបានហឺតការផ្ដល់ជូនរបស់ខ្ញុំបាទអ្នកបានស្នើសុំ200ក្នុងមួយដំឡូងទេបាននិយាយថា300នាក់អូប៉ុន្តែ300គឺច្រើនពេកក្រុមរបស់យើងរួមបញ្ចូល Lord Ezrahan ផ្ទាល់ Home Ezrahan ផ្ទះដ៏ថ្លៃថ្នូរដែលត្រូវការបញ្ជាទិញដោយផ្ទាល់ពីរាជវង្សតើវាមិនសមនឹងជាការល្អទេដែលនៅលើជំហៀងរបស់ពួកគេនៅពេលដែលអ្នកនៅតែអាចធ្វើបានកិច្ចព្រមព្រៀងបិទជិតនៅម៉ោង300អ្វីហើយព្រះអង្គនាំពួកគេទៅឯវិមាននេះផងរៀបចំបន្ទប់នីមួយសម្រាប់ពួកគេសត្វសាហាវរួមមានប៉ុន្តែហេតុអ្វីវាត្រូវបានរាប់បញ្ចូលក្នុងកិច្ចសន្យាម្ចាស់រីមឹមហេតុអ្វីបានជាអ្នកមានចិត្តសប្បុរសចំពោះការលួងលោមល្ងងខ្លៅបែបនេះអ្នកល្ងីល្ងើការខាតបង់រយៈពេលខ្លីតែងតែនាំមកនៅប្រាក់ចំណេញកាន់តែច្រើនក្នុងរយៈពេលវែងអ្នកពិតជាមិនដឹងរឿងមួយខ្ញុំពិតជាភ័យខ្លាចណាស់ខ្ញុំមិនយល់ទេតើវាមិនងាយស្រួលទេក្នុងការសម្លាប់ពួកគេហើយទទួលយកការផ្គត់ផ្គង់របស់ពួកគេនោះពិតជាដូចអ្នកគិតបែបនោះដែរប៉ុន្តែប្រសិនបើយើងប្លន់ពួកគេហើយការប្រយុទ្ធបានផ្ទុះឡើងតើមានអ្វីប្រសិនបើការក្លែងបន្លំរបស់យើងរអិលវាអាចប្រែទៅជាសង្គ្រាមទាំងអស់រវាងអារក្សនិងមនុស្សជម្រើសដ៏ល្អបំផុតគឺត្រូវជៀសវាងការប្រយុទ្ធមួយបង្ហូរទឹកឲ្យស្ងួតស្ងាត់ស្ងៀមហើយបន្ទាប់មកបាត់ទៅវិញស្ដាប់ដោយយកចិត្តទុកដាក់ដើម្បីផ្ដាច់មុខផ្សារគាត់នឹងត្រូវការរបស់3យ៉ាងគឺការផ្សារភ្ជាប់ទៅនឹងក្រាំងរបស់គាត់ហើយការពារគាត់ពីច្បាប់ថវិកាជាច្រើនហើយឃ្លាំងដ៏ធំដើម្បីផ្ទុកបរិមាណដ៏ច្រើនសម្បើមនៃបទបញ្ញត្តិដូច្នេះខណៈពេលដែលយើងស្នាក់នៅក្នុងវិមានរបស់គាត់យើងនឹងរកឃើញកន្លែងដែលមានកន្លែងផ្ទុកនោះប៉ុន្តែព្រះម្ចាស់អារក្សតើអ្នកដឹងថាការប្រព្រឹត្តរបស់មនុស្សយ៉ាងម៉េចទៅវាស្ទើរតែដូចជាអ្នកបានរស់នៅក្នុងពិភពមនុស្សអស់រយៈពេលជាយូរមកហើយជាការពិតខ្ញុំដឹងអំពីវាខ្ញុំជាអារក្សរបស់អារក្សរបៀប Case Carter បានធ្វើឲ្យសកម្មដោយការរំពឹងទុករបស់បិសាចព្រះម្ចាស់មនុស្សល្ងីល្ងើរហ័សទទួលយកការពន្យល់ក៏ហៅកាត់ប្រកិច្ចតើអ្នកមានបំណងលួចពីមនុស្សទេបិសាចលោកម្ចាស់កាំងគីមយ៉ូអូ5គ្រូ 98.4140 8471 2អចលនត្រពរីម៉ុងយ៉ាងជាខ្ញុំមិនជឿថាអ្នកមានបន្ទប់ល្អទេតើអ្នកគ្រប់គ្រងវាយ៉ាងដូចម្តេចនៅពេលខ្ញុំប្រាប់ពួកគេថាយើងនឹងលក់ដំឡូងដ៏ធំរបស់យើងនេះគឺជាលទ្ធផលពួកគេថែមទាំងផ្ដល់អំណោយបន្ថែមដល់យើងផងដែរខ្ញុំគិតថាពួកគេគ្រាន់តែមានជាតិដែកថែបប៉ុណ្ណោះខ្ញុំមិនជឿថាពួកគេមានតម្លៃពិតប្រាកដទេពួកគេមិនត្រឹមតែធំទេពួកគេធំណាស់មិនគួរឲ្យជឿទាំងនេះត្រូវបានគេសន្មតថាត្រូវបានបង្ហាញដោយផ្ទាល់ដល់ព្រះមហាក្សត្រខ្ញុំគិតថាអ្នកគ្រាន់តែចូលចិត្តពួកគេចេញពីអារម្មណ៍នៃញាតិសន្តានព្រោះពួកគេមើលទៅដូចជាអ្នកអ្វីតើខ្ញុំដូចដំឡូងយ៉ាងដូចម្តេច
មែនហើយលក្ខណៈពិសេសរបស់អ្នកគឺស្រដៀងគ្នាបន្តិចរងចាំអ្នកមិនបានលក់ពួកគេទាំងអស់ទេតើអ្នកទេខ្ញុំបានធ្វើប៉ុន្តែយើងនឹងទទួលបានពួកគេមកវិញពីព្រោះយើងនឹងលួចពួកគេខ្ញុំនឹងធ្វើការជាមួយអ្នកលួចតើអ្នកចង់មានន័យអ្វីយើងនឹងលួចអ្វីគ្រប់យ៉ាងដែលពួកគេបានស្តុកទុកខ្ញុំជាបុរសរបស់រដ្ឋបាតុក្រិតបែបនេះមិនអាចទទួលយកបានទេអូបាទមិនអាចទទួលយកបានបន្ទាប់មកខ្ញុំគិតថាអ្នកក៏មិនអាចទទួលយកបានថាពួកគេបានទុកការផ្គត់ផ្គង់ស្បៀងអាហារទាំងអស់នៅក្នុងទីក្រុងហើយបំផ្លាញសេដ្ឋកិច្ចដោយចេតនាតើអ្នកទើបតែនិយាយអ្វីអូជាទីស្រឡាញ់អ្នកបានធ្វើការយ៉ាងខ្លាំងតើអ្នកកំពុងធ្វើចលនាដំឡូងរបស់យើងទៅក្នុងឃ្លាំងឥឡូវនេះទេបាទត្រឹមត្រូវហើយខ្ញុំមិនអាចឈរមើលឃើញរបស់គាត់បានទេអញ្ចឹងតើធ្វើដូចម្ដេចអំពីការអនុញ្ញាតឲ្យយើងមានរូបរាងរបស់អ្នកខ្ញុំចង់ឃើញពីរបៀបដែល channels របស់យើងកំពុងរក្សាទុកអត់ទេហេតុអ្វីមិនដូច្នេះឃ្លាំងរបស់យើងគឺជាអាថ៌កំបាំងកំពូលហេតុអ្វីបានជាវាជាអាថ៌កំបាំងកំពូលដោយសារតែវិធីសាស្ត្រដែលយើងប្រើដើម្បីថែរក្សាការផ្គត់ផ្គង់របស់យើងគឺជាការធ្វើពាណិជ្ជកម្មសម្ងាត់ធ្វើពាណិជ្ជកម្មលើអណ្ដូងរបស់ខ្ញុំទទួលបានសម្រាប់យើងរួចហើយតើអ្នកកំពុងរឹងចេះទេបង្ហាញយើងនៅឃ្លាំងខ្ញុំបានប្រាប់អ្នកថាវាជាការសម្ងាត់តើអ្នកកំពុងរងចាំអ្វីផ្លាស់ទីចេញឥឡូវនេះបាទលោកខ្ញុំមិនផ្លាស់ប្ដូរទេទាំងជំហានមកលើខ្ញុំឬនាំខ្ញុំទៅឃ្លាំងចេញពីផ្លូវឥឡូវនេះគឺជាបន្ទប់របស់ខ្ញុំតើអ្នកប្រាប់ខ្ញុំពីណាមកឃ្លាំងតើអ្នកកំពុងធ្វើអ្វីនាំខ្ញុំទៅទីនោះខ្ញុំនឹងមិនហៅអ្វីដែលជាអារក្សដែលព្រះម្ចាស់អារក្សទេគាត់ពិតជាអាម៉ាស់ណាស់អ្នកបានយកជនរបស់ខ្ញុំទាំងអស់ហើយឥឡូវនេះពួកគេកំពុងរលួយនៅក្នុងឃ្លាំងរបស់អ្នកវាគួរឲ្យអាម៉ាស់ណាស់ដែលបានចូលរួមជាមួយគាត់តើមានអ្វីខុសជាមួយគាត់ជាបុរសគឺជាបុរសពិតម្នាក់គាត់បានបោះចោលសេចក្តីថ្លៃថ្នូររបស់គាត់ក្នុងនាមជាមនុស្សសម្រាប់ជាប្រយោជន៍នៃគោលដៅរបស់គាត់ខ្ញុំត្រូវតែរៀនផ្លូវរបស់ទ្រង់ហើយនាំពួកគេមកជាមួយខ្ញុំទៅក្នុងជីវិតបន្ទាប់របស់ខ្ញុំហេតុអ្វីបានជាអ្នកចង់ដឹងថាអ្នកនឹងទទួលបានការមើលងាយនិងសើចចំអកតាមរយៈភាពងឹតអ្នកជ្រើសរើសជំរុញផ្លូវរបស់ពួកគេចូលទៅក្នុងឃ្លាំងរបស់សត្វកន្លាតយ៉ែងឈៀលអ្នកមានទំនុកចិត្តដូចនេះមុននេះឥឡូវមើលអ្នកអាចលាតត្រដាងឧក្រិដ្ឋកម្មរបស់ពួកគេហើយដាក់ទណ្ឌកម្មពួកគេប្រមូលភស្តុតាងតាមដានអ្នកគាំទ្ររបស់ពួកគេហើយដាក់សំណុំរឿងនៅក្នុងរាជរដ្ឋាភិបាលប៉ុន្តែតើអ្វីទាំងអស់នឹងចំណាយពេលប៉ុន្មានហើយក្នុងអំឡុងពេលទាំងអស់ពលរដ្ឋនឹងបន្តឃ្លានខ្ញុំមិនអាចទ្រទ្រង់គំនិតនោះបានទេអាម៉ារ៉ានខ្ញុំជឿថាអ្នកនឹងយល់តោះចូលរួមកម្លាំងហើយត្រឡប់ទៅរកមនុស្សវិញតើត្រូវបានចោរលួចមកពីពួកគេអ្វីដែលគួរតែជារបស់ពួកគេតាំងពីដំបូងមកខ្ញុំយល់ពីអារម្មណ៍របស់អ្នកនិងការតាំងចិត្តរបស់អ្នកខ្ញុំនឹងផ្ដល់អ្វីគ្រប់យ៉ាងដែលខ្ញុំមានដើម្បីគាំទ្រអ្នកខ្ញុំនឹងរកឃើញទីតាំងរបស់ឃ្លាំងសូមរៀបចំអ្វីដែលខ្ញុំបានស្នើសុំដូច្នេះវិធីសាស្ត្រនៃការស្វែងរកឃ្លាំងគឺការបង្ហាញគួរឲ្យអស់សំណើចមែនទេការប្រាជ្ញាចិត្តរបស់សត្វល្ងីល្ងើនេះគឺឆ្កួតខ្ញុំរយចេញយ៉ាងឆាប់រហ័សឈាមបំពេញលោករੂលៀងនឹងនៅតែឆាប់ខឹងក្នុងរយៈពេល7ម៉ោងបន្ទាប់បច្ចុប្បន្នគាត់កំពុងធ្វើចលនាខាងជើងពីតំណែងរបស់គាត់ដោយធ្វើដំណើរឆ្ពោះទៅឃ្លាំងក្រោមដីដ៏សម្ងាត់នៅក្រោមមានរបស់មនុស្សទើរ៉ា21ប្រសិនបើអ្នកចង់បានអ្នកអាចចាប់យកវាបានយ៉ាងងាយស្រួលដោយកម្លាំងតើនេះពិតជាសម្រាប់យុទ្ធធម៌មែនទេតើអ្នកជាអរិយស្រវីរបុរសមែនទេកាលណាខ្ញុំមើលគាត់កាន់តែច្រើនខ្ញុំយល់កាន់តែច្បាស់ហើយទុក Devor នៃអណ្ដាតភ្លើងគឺមានឥទ្ធិពលយើងគួរតែយកកងទ័ពទាំងមូលមកអ្នកគ្រាន់តែនិយាយថាខ្លួនអ្នកថិចនៃអណ្ដាតភ្លើងគឺមានឥទ្ធិពលខ្លាំងណាស់អូសបលុងនៃការចុះខ្សោយតាមអ៊ីនធឺណិតនឹងបង្កើតតែគ្រោះថ្នាក់និងគ្រោះថ្នាក់ជាងនេះប៉ុណ្ណោះការយកចិត្តទុកដាក់ចំពោះពួកគេនិងការពារពួកគេវាគឺជាកាតព្វកិច្ចរបស់អារក្សដ៏អស្ចារ្យទាំង4មេឌៀសួស្តីតើអ្នកមិនសរសេរអ្វីដែលខ្ញុំទើបតែបាននិយាយទេបាទនោះពិតជាអស្ចារ្យណាស់បិសាចព្រះម្ចាស់ប្រកាសជានឹងសរសើរខ្ញុំជាមិនខានហា
ទេពកោសដោយមានបញ្ញានិងចរិតគឺហ៊ីក្លូនីហ៊ូហ៊ូអ្នកធ្វើទស្សនកិច្ចអណ្ដាតភ្លើងមានភាពវៃឆ្លាតទាបនឹងការឈ្លានពានយ៉ាងខ្លាំងហើយមានកំហុសរបស់អ្នកធ្វើសន្និសីទផ្ទាល់ខ្លួនគាត់ត្រូវបានកាត់ទោសប្រហារជីវិតប៉ុន្តែកម្លាំងរបស់គាត់មានតម្លៃណាស់ដូច្នេះគាត់ត្រូវបានផ្សារភ្ជាប់នៅទីនេះជំនួសវិញមកចេញមក Ecrit Devor នៃអណ្ដាតភ្លើងខ្ញុំមានភារកិច្ចសម្រាប់អ្នកចង់បានអាហារលីមបរិសុទ្ធគាត់ធំធាត់នេះ